បងប្អូនបើសិនជាគេឲ្យជ្រើសរើសរវាងភ្ញៀវចាស់ហើយនិងភ្ញៀវថ្មីតើមួយណាដែលស្រួលលក់ជាងសម្រាប់ខ្ញុំភ្ញៀវចាស់គឺអត្រានៃការលក់គឺវាងាយជាងភ្ញៀវថ្មីច្រើនមែនតើតាមការស្រាវជ្រាវមួយចំនួនគេនិយាយថាភ្ញៀវចាស់យើងចំណាយពេលត្រឹមតែ1ម៉ោងទេដើម្បីនិយាយឲ្យគាត់ទិញផលិតផលរបស់យើងប៉ុន្តែភ្ញៀវថ្មីគឺយើងត្រូវចំណាយពេលរហូតដល់5ដងមានន័យថា5ម៉ោងទើបគាត់ទិញផលិតផលរបស់យើងពេលខ្លះអាចនឹងអត់ទិញទៀតផងចឹងបើយើងប្រៀបធៀបគ្នារវាងភ្ញៀវចាស់ហើយនិងភ្ញៀវថ្មីគឺលទ្ធផលនៃការងាររបស់យើងអាចខុសគ្នារហូតដល់5ដងបងប្អូននៅក្នុងវីដេអូនេះខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាភ្ញៀវចាស់ដែលទិញយើងរាល់ថ្ងៃហ្នឹងគឺជាប្រភពចំណូលមួយដ៏សំខាន់បំផុតដែលយើងមិនគួរមើលរំលងទេចំណាយពេលវេលាជាមួយនឹងភ្ញៀវទាំងអស់នឹងឲ្យច្រើនបន្តិចចំណាយពេលវេលាជាមួយនឹងភ្ញៀវទាំងអស់នឹងឲ្យបានកាន់តែមានប្រសិទ្ធភាពការលក់របស់យើងកាន់តែរីកចម្រើនបងប្អូនយើងមួយចំនួនភាគច្រើនធ្វើប្រហែសលើចំណុចហ្នឹងមែនតើពេលខ្លះយើងអត់ឲ្យតម្លៃភ្ញៀវសក្តានុពលដែលប្រើប្រាស់ផលិតផលឬក៏សេវាកម្មរបស់យើងជាប្រចាំទេពេលខ្លះបានភ្ញៀវមកទិញទៅជាបង្ងើយកតើយមានអំនួតទៅជាចងេងចងាងក៏មានដែរអានឹងគឺជារឿងមួយដែលយើងធ្វើប្រហែសមែនតើនៅក្នុងការងារលក់ដូររបស់យើងបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់ស្គាល់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ទេនេះគឺជាសាខាថ្មីរបស់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP បងប្អូនអាចអញ្ជើញមកពីសាខាចាស់ត្រឹមតែចម្ងាយប្រហែលជា100ម៉ែត្រទេបងប្អូនងាកទាំងឆ្វេងដៃឃើញសាខាធំមែនតើគឺគ្នាយើង VIP នៅទីនេះមានលក់សុទ្ធតែអវ៉ាន់ Grade A ហើយនឹងថ្មីប្រអប់ជាពិសេសនោះមានការធានារហូតដល់1ឆ្នាំពេញតែម្ដងរឿងទី1ដែលយើងត្រូវធ្វើដើម្បីរក្សាភ្ញៀវចាស់ឲ្យនៅជាមួយយើងបានយូរអង្វែងគឺយើងត្រូវតែធានាបានថាចំណុចពិសេសរបស់ផលិតផលរបស់យើងគឺវាថិតថេរនៅក្នុងការប្រើប្រាស់របស់គាត់មែនទេនេះគឺជារឿងសំខាន់មួយយើងត្រូវដឹងថាតើអតិថិជនចូលមកក្នុងកន្លែងយើងក្រោមហេតុផលអីហើយតើយើងគួររក្សានៅរឿងរ៉ាវទាំងអស់ហ្នឹងឲ្យថិតថេរជាមួយគាត់បានយូរប៉ុណ្ណាគាត់មករកយើងគាត់មកប្រើប្រាស់ផលិតផលយើងគាត់មកហាងរបស់យើងដោយសារកត្តាអីខ្ញុំឧទាហរណ៍ហាងកាហ្វេមួយដែលភាគច្រើនខ្ញុំទៅជាប្រចាំហាងកាហ្វេមួយហ្នឹងកាហ្វេដូចតែគេដូចតែឯងទេប៉ុន្តែមានមនុស្សទៅច្រើនដោយសារតែបរិយាកាសល្អភាពស្ងប់ស្ងាត់មានច្រើនហើយធម្មជាតិជុំវិញហ្នឹងក៏ល្អប៉ុន្តែដល់ពេលវេលាមួយស្រាប់តែអ្នកគ្រប់គ្រងហ្នឹងគាត់ធ្វើប្រហែសមួយគឺគាត់បដ ாய் ឲ្យអ្នកជក់បរិយមួយចំនួនគឺជក់ពាសវាលពាសកាលនៅក្នុងហាងហ្នឹងហើយសំលេងរញ៉េរញ៉ៃមែនតើយូរទៅធ្វើឲ្យភ្ញៀវនៅក្នុងហាងហ្នឹងគឺគាត់ចាប់ផ្ដើមដើរចេញម្ដងមួយអ្នកខ្លះគាត់លែងត្រឡប់ទៅហាងហ្នឹងវិញហើយហាងហ្នឹងយូរទៅវាបរិយាកាសលែងល្អធ្វើឲ្យភ្ញៀវដែលធ្លាប់តែស្រឡាញ់ចូលចិត្តហាងហ្នឹងក៏ស្ងាត់បាត់ទៅវិញជាបន្តកំហុសមួយគឺយើងក៏លេចមើលទាំងអស់គ្នាគឺមិនមែនដោយសារតែហាងនឹងធ្លាក់ទឹកដៃទៅលើគុណភាពកាហ្វេទេកាហ្វេគាត់នៅដដែលប៉ុន្តែគាត់ភ្លេចគិតថាអ្វីជាចំណុចតាក់ទាញនៅកន្លែងរបស់គាត់ហើយគាត់អត់បានរកវិធីសាស្ត្រនៅក្នុងការគ្រប់គ្រងអាចចំណុចពិសេសទាំងអស់ហ្នឹងទេកន្លែងណាក៏មានអ្នកជក់បរិយដែរប្រទេសណាក៏មានអ្នកជក់បរិយដែរប៉ុន្តែគេមានតំបន់គេមាន zone គេមាន smoking area របស់គេមិនឲ្យជក់ពាសវាពាសកាលប៉ះពាល់ទៅដល់ភ្ញៀវដទៃទេអញ្ចឹងពេលខ្លះយើងរវល់តែពង្រឹងផលិតផលរបស់យើងប៉ុន្តែយើងភ្លេចពង្រឹងចំណុចពិសេសរបស់យើងអានឹងក៏ជាមូលហេតុមួយដែលធ្វើឲ្យភ្ញៀវចាស់ត្រឡប់ចេញពីអាជីវកម្មរបស់យើងដែរអញ្ចឹងកន្លែងនេះយើងគិតទាំងអស់គ្នាមើលថាតើរបស់ដែលយើងលក់ហ្នឹងវាមានចំណុចពិសេសត្រង់ណាដែលធ្វើឲ្យភ្ញៀវមកទិញយើងតាំងពីថ្ងៃដំបូងហើយអានឹងជារឿងសំខាន់ណាស់នៅពេលដែលគេប្រើរបស់យើងថ្ងៃដំបូងល្អណាស់ហើយស្រាប់តែពេលគេប្រើយូរទៅភ្លាវទៅណាលែងដូចអ្វីដែលគេទទួលបានអារម្មណ៍ដំបូងដែលគេធ្លាប់ប្រើរបស់យើងហ្នឹងអានឹងក៏ជាផ្លូវមួយដែលធ្វើឲ្យលេចធ្លាយភ្ញៀវចាស់ហ្នឹងចេញពីផលិតផលឬក៏សេវាកម្មរបស់យើងដែរអានឹងគឺជាផ្លូវមួយដែលខ្ញុំគិតថាស្លាប់រស់នៅលើចំណុចពិសេសហ្នឹងឯងរឿងធំទី2ហ្នឹងគឺទំនាក់ទំនងរវាងយើងហើយនិងអតិថិជនរបស់យើងមែនតើខ្ញុំឲ្យអតិភិបធំមួយទៅលើក្រុមការងាររបស់ខ្ញុំណាគឺការធ្វើទំនាក់ទំនងជាមួយនឹងភ្ញៀវចាស់ការបង្កើតនៅផលិតផលឬក៏សេវាកម្មការណែនាំផលិតផលឬក៏សេវាកម្មទៅកាន់ភ្ញៀវចាស់គឺជាទួនាទីសំខាន់មួយហើយជាទួនាទីអតិភិបធំមួយដែលខ្ញុំគិតថាវាក៏ជាជំនួយមួយដែលជួយឲ្យ sale របស់យើងកើនជាងមុនដែរ
បងប្អូនត្រូវដឹងថានៅក្នុងទួលនីតិរបស់អ្នកលក់ដាច់ខាតកុំចោលភ្ញៀវចាស់ឲ្យសោះរឿងសំខាន់មែនទែនកន្លែងនេះការធ្វើទំនាក់ទំនងជាមួយភ្ញៀវចាស់ការតាមដាននៅការប្រើប្រាស់របស់ភ្ញៀវចាស់ការចេះធ្វើទំនាក់ទំនងពេលខ្លះរឿងខ្លះគាត់ប្រើប្រាស់ផលិតផលបានល្អគាត់ប្រើប្រាស់ផលិតផលយើងបានផលប៉ុន្តែយើងអត់ធ្វើទំនាក់ទំនងមួយគាត់យើងបាត់ព័ត៌មានមួយចំនួនសម្បីតែយើងយកមកផ្សព្វផ្សាយបន្តក៏យើងអត់មានអីផ្សព្វផ្សាយដែរអ្នកខ្លះចេះតែសួរថាយីគេមិនក៏មាន feedback ពីភ្ញៀវល្អយកមកផ្សាយយើងមិនក៏ពេលខ្លះសុំភ្ញៀវឲ្យភ្ញៀវមិនព្រមឲ្យទៀតពេលខ្លះមកពីទំនាក់ទំនងនៅពេលដែលទំនាក់ទំនងរបស់យើងខ្សោយពេលខ្លះរឿងទូចវាអាចខ្លាយជារឿងធំដោយសារអីយើងអត់ take care គាត់សោះយើងអត់ល្វីល្វល់មួយគាត់សោះលក់ហើយហ្មងលក់ហើយគឺយកលុយដាក់កប៉ៅចប់អានឹងជាកំហុសមួយដែលខ្ញុំគិតថាភ្ញៀវចាស់មួយចំនួនគឺគាត់អត់ត្រឡប់មករកយើងវិញទេហើយគាត់ចាប់ផ្ដើមណាយចិត្តពីយើងទៅរកអ្នកផ្សេងបន្តទៀតដោយសារអីពេលខ្លះទៅភ្ញៀវខ្ញុំជឿថាគាត់មិនមែនប្រើប្រាស់ផលិតផលត្រូវចិត្ត 100% ទេប៉ុន្តែពេលខ្លះបាយវាមិនឆ្អែតទេប៉ុន្តែបើបានទឹកបន្ថែមទៅក៏វារៀងក្រាន់ណាអញ្ចឹងពេលខ្លះផលិតផលរបស់យើងវាអត់ល្អអត់ខ្ចោះទេប៉ុន្តែបន្ថែមតំណែងបន្តិចទៀតទៅវាអាចជួយឲ្យប្រសិទ្ធភាពនៅក្នុងការយល់ចិត្តគ្នានឹងកាន់តែល្អប្រសើរឡើងហើយភ្ញៀវចាស់គាត់ត្រូវការអាហ្នឹងណាត្រូវចាំតែអ្នកមានលុយគេមិនសុកមកឆាតមករកយើងទេឬក៏សុក connect មករកយើងទេតោះតែយើងនឹងសាកសួរគេជាប្រចាំគេនៅតែនឹកឃើញយើងគេនៅតែតាមធ្វើតំណែងទំនងមួយយើងពេលខ្លះឱកាសនៅក្នុងការលក់យើងនៅតែមានជាបន្តបន្ទាប់អញ្ចឹងជាការលើកទឹកចិត្តត្រឡប់ទៅវិញខ្ញុំអត់ឲ្យបងប្អូនទាំងអស់គ្នាបោះចោលភ្ញៀវចាស់ទេសូមមេត្តាចំណាយពេលជាមួយគាត់សូមមេត្តាតាមដានគាត់សូមមេត្តាធ្វើតំណែងទំនងមួយគាត់ជាប្រចាំអានឹងគឺជាប្រភពធំណាស់នៅក្នុងការជួយឲ្យការលក់របស់យើងល្អប្រសើរឡើងភ្ញៀវថ្មីជារឿងសំខាន់ប៉ុន្តែភ្ញៀវចាស់គឺជារឿងចាំបាច់មួយដែលយើងត្រូវតែ take care គាត់យើង take care ភ្ញៀវចាស់បានល្អខ្ញុំគិតថាចំណូលរបស់យើងវាថិតថេរហើយការលក់របស់យើងរៀងលឿនជាងមុនណាខ្ញុំមានប៉ុណ្ណឹងទេដោយសារតែវីដេអូនេះខ្ញុំចង់បង្ហាញប្រាប់បងប្អូនទាំងអស់គ្នាថាភ្ញៀវចាស់គឺជារបស់សំខាន់មួយសម្រាប់យើងហើយខ្ញុំជឿថាបងប្អូនទាំងគ្នាប្រហែលជាអាចយល់ច្រើនពីរឿងហ្នឹងហើយយើងធ្វើម៉េចថែរក្សាភ្ញៀវរបស់យើងឲ្យបានល្អជូនពរបងប្អូនទាំងអស់គ្នាលក់ដាច់ហើយបើសិនជាបងប្អូនត្រូវការសភៅដែលជំរុញទៅដល់ការលក់បងប្អូនអាចអានសភៅអាត់3និងសភៅផ្កាយ5ទាំងអស់គ្នាទម្លាក់លេខខាងក្រោម comment នេះក្រុមការងារនឹងទទួលបងប្អូនទាំងអស់គ្នាអរគុណច្រើន